ចំណុច3យ៉ាងដែលអ្នកទាំងអស់គ្នាគួរតែដឹងប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងចង់ទៅលេងចិនហើយធ្វើការស្នើសុំវីសាដោយខ្លួនឯងជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីចំណុចមួយចំនួនដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែដឹងមុនពេលដែលអ្នកគ្នាទៅលេងប្រទេសចិនចាហើយឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវឆ្ពោះទៅពលានយន្តហោះថ្មីរបស់យើងនិយាយទៅគឺពលានយន្តហោះថ្មីស្អាតប្លែកធំមែនតើអ្នកគ្នាមានអារម្មណ៍ថាដូចកំពុងនៅក្រៅស្រុកអញ្ចឹងណាចាហើយ flight របស់ខ្ញុំនឹងគឺហោះនៅពេលព្រឹកមានជាការងើបតាំងម៉ោង4ដើម្បីរៀបចំខ្លួនហើយព្រលឹមឡើងនិយាយទៅម៉ោងប្រហែលជា6ពួកខ្ញុំត្រូវចេញទៅពលានយន្តហោះអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជានៅពេលព្រឹកនិយាយទៅមនុស្សអត់សូវច្រើនមកនេះដោយសារវា early ពេកយកអ្នកគ្នាអូខេអញ្ចឹងចំណុចទី1ដែលអ្នកគ្នាគួរតែដឹងមុនពេលទៅលេងចិននោះគឺការស្នើសុំវីសាដោយខ្លួនឯងគឺវីសា category L ចំពោះការស្នើសុំវីសាអ្នកទាំងអស់គ្នាអាចធ្វើការស្នើសុំដោយខ្លួនឯងបានទៅតាម website ទូតឬក៏អ្នកគ្នាអាចទៅស្ថានទូតផ្ទាល់ដើម្បីសួរព័ត៌មានជាមួយនឹង service របស់គេហើយមួយទៀតបើសិនជាអ្នកគ្នារវល់ហូស៊ីឬក៏ធ្វើការអ្នកទាំងអស់គ្នាអាចប្រើប្រាស់ក្រុមហ៊ុន agency ឬក៏ទូតសម្រាប់ឲ្យគាត់ជួយស្នើសុំឲ្យអ្នកគ្នាបានហើយចំពោះលក្ខខណ្ឌវិញសម្រាប់បងផុសគឺងាយស្រួលមែនតើគាត់គ្រាន់តែរៀបចំឯកសារតម្រូវតាមការចង់បានរបស់ទូតទៅគឺអូខេហើយតែចំពោះមិត្តនារីដែលគាត់មានអាយុក្រោម30ឆ្នាំគឺតម្រូវឲ្យគាត់តម្កល់លុយនៅ Bank of China នឹងចំនួន$20,000ហើយចំពោះដំណើរការនៃការតម្កល់លុយមានន័យថាអ្នកទាំងអស់គ្នាត្រូវប្រើលុយសុទ្ធយកទឹកដាក់នៅតម្កល់ Bank of China បន្ទាប់មកខាង Bank គេនឹងចេញជាលិខិត2ស្លឹកឲ្យអ្នកទាំងអស់គ្នាអាចយកមួយស្លឹកយកទៅប្រគល់ជូនទូតចាហើយពេលដែលអ្នកគ្នាត្រឡប់មកពីចិនវិញអ្នកទាំងអស់គ្នាអាចដកលុយនឹងមកប្រើប្រាស់បានធម្មតាហើយចំពោះបងនារីណាដែលគាត់មានអាយុចាប់ពី30ឆ្នាំឡើងគឺគាត់អត់តម្រូវឲ្យធ្វើការតម្កល់លុយ Bank of China ទេគាត់គ្រាន់តែរៀបចំឯកសារតាមតម្រូវការរបស់ទូតទៅគឺគាត់អាចទៅបានហើយអ្នកទាំងអស់គ្នាចាគេអាច approve visa របស់គាត់ហើយក្រៅពីกระดาษស្លឹកដែលយើងចេញពីធនាគារ Bank of China នឹងមកក៏អ្នកទាំងអស់គ្នាត្រូវរៀបចំឯកសារមួយចំនួនតាម requirement របស់ទូតដែលគេចង់បានពីយើងអញ្ចឹងណាហើយអីដែលសំខាន់នឹងអ្នកទាំងអស់គ្នាក៏ត្រូវធ្វើការថតរូបថ្មីដែរដែលរូបថតហ្នឹងគឺ 4x6 ទៅតាមទូតរបស់ចិនអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំ recommend ថាបើសិនជាអ្នកគ្នាថតរូបគួរតែថតរូបថ្មីមានន័យថារូបឯងយើងនៅបច្ចុប្បន្នឥឡូវហ្នឹងហើយខ្ញុំ recommend ថាបើសិនជាអ្នកគ្នាទៅថតរូបគួរតែទៅថតរូបជាងថតណាដែលគាត់មានជំនាញក្នុងការថតរូប apply visa ដោយសារការចង់បានរបស់ទូតមួយនៅលើរូបថតហ្នឹងគឺខុសៗគ្នាជាពិសេសហ្នឹងគឺទូតចិនហ្នឹងហ្មងអ្នកទាំងអស់គ្នាគឺគេ strict ទៅលើរូបថតណាដោយសារតែឥឡូវសម្បូរ AI អញ្ចឹងយើងអត់គួរឲ្យជាងគាត់ edit រូបយើងខ្លាំងពេកដែរនិយាយទៅគឺថតរូបយើងមកធម្មតាមកហើយជាងដែលគេមានជំនាញហ្នឹងគឺគេដឹងថាគូថតបែបណាហើយពីព្រោះរូបថតហ្នឹងបើសិនជាអ្នកគ្នា edit ខ្លាំងគេគិតថា AI អញ្ចឹង visa អ្នកទាំងអស់គ្នាហ្នឹងក៏អាចឲ្យមានហានិភ័យក្នុងការអត់ជាប់ដែរព្រោះអី visa ចិនលើគេ update ដែរអ្នកគ្នាគឺគេវាយ visa នៅលើ passport យើងហ្មងហើយមានរូបថតយើងនិយាយទៅស្អាតដែរអ្នកគ្នាអូខេហើយមានចំណុចពិសេសមួយទៀតពាក់ព័ន្ធជាមួយនឹងមិត្តនារីណាដែលគាត់មានអាយុក្រោម30ឆ្នាំហើយគាត់ធ្លាប់ទៅប្រទេសចិនពីមុនតាមរយៈ exchange program ឬក៏ invitation visa ដែល visa របស់គាត់ហ្នឹងគឺ category F អញ្ចឹងគឺគាត់អាចស្នើសុំ visa category L បានដោយគាត់អត់ចាំបាច់យកលុយ$20,000ទៅតម្កល់នៅ Bank of China ទេមានន័យថាគាត់គ្រាន់តែធ្វើការ download bank statement របស់គាត់នៅក្នុងធនាគារណាក៏បានដែរដូចជា ABA Wing Bank ឬក៏ Atlanta ជាដើមដែលទឹកប្រាក់6ខែចុងក្រោយរបស់គាត់ហ្នឹងគឺមានទឹកលុយ$20,000ទៅគឺគាត់អាច print bank statement នឹងចេញមកហើយយកទៅ submit ឲ្យទៅខាងទូតចិនបានហើយអញ្ចឹងគាត់អត់ចាំបាច់ធ្វើការតកល់លុយនៅ Bank of China ទេនេះគឺជាលក្ខណៈនិងចំណុចពិសេសសម្រាប់បងអូនណាដែលគាត់ធ្លាប់ទៅប្រទេសចិនតាមរយៈ exchange program ឬក៏ការអញ្ជើញពីខាងស្ថាប័នណាមួយនៅស្រុកចិនឲ្យគាត់ទៅពីមុនអញ្ចឹងណាហើយនៅលើ visa របស់គាត់ហ្នឹងគឺមាន category F អូខេអញ្ចឹងចំណុចទី2នោះខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែមាន Alipay ចាអញ្ចឹងអ្នកគ្នាអាចធ្វើការ download app Alipay បានហើយ register ឲ្យដាក់ visa card យើងឲ្យនៅស្រុកខ្មែរទៅចំពោះ visa card ដែលអ្នកនរគ្នាដាក់នៅក្នុង Alipay អ្នកគ្នាអាចដាក់ visa card ធម្មតាឬក៏ដាក់ visa card ក៏បានដែរឲ្យតែជាប្រភេទ visa card អញ្ចឹងណាព្រោះនៅក្នុងហ្នឹងពេលដែលយើងទៅចិនយើងប្រើ Alipay ចាយគេនឹងកាត់ scan តាមនឹងឯងចំពោះការប្រើ Alipay គឺវាងាយស្រួលមែនតើសម្រាប់អ្នកទាំងគ្នាក្នុងការជិះរថភ្លើងមានន័យថាយើង scan ជិះដោយប្រជាជនគេក្នុងតំបន់របស់គេអញ្ចឹងនិយាយទៅគឺងាយស្រួលខ្លាំងមែនតើអាច scan ជិះទេភ្លើង booking taxi ហើយអីដែលខ្ញុំចូលចិត្តបំផុតហ្នឹងគឺការ scan ជិះកង់របៀបថា relax នៅក្នុងក្រុងគេហ្មងណាអ្នកទាំងគ្នាចំពោះការជិះកង់វិញគឺអត់ថ្លៃទេជិះម្ដងប្រហែល$1,000ទៅ$3,000នឹងឯងហើយវាសុវត្ថិភាពដូចគ្នាដោយសារតែនៅនឹងគេមាន line សម្រាប់កង់សម្រាប់ម៉ូតូសម្រាប់ឡានអីចឹងណានិយាយទៅគឺអ្នកគ្នាអាច enjoy នៅនឹងបានហ្មងចំណុចទី3អ្នកគ្នាគួរតែមាននឹងគឺការប្រើប្រាស់ WeChat និយាយទៅអ្នកទាំងអស់គ្នានៅខ្មែរនឹងអាចដូរអ្នកដែលគេធ្វើការឬក៏រកស៊ីខាងដូរលុយយួនបញ្ចូលទៅក្នុង WeChat អ្នកទាំងអស់គ្នាទៅគឺគេកាត់ទឹកតាមនឹងហើយអ្នកគ្នាទៅចិនអាច scan ប្រើប្រាស់បានហើយដោយសារនៅចិនគឺគេទំនើបណាស់គឺស្អីក៏គេ scan ដែរអ
អញ្ចឹងយើងចាយតាម WeChat គឺងាយស្រួលជាងការកាន់លុយសុទ្ធកាន់លុយយកទៅដូរយកទៅចាយអញ្ចឹងណាចាអញ្ចឹងនេះគឺជា3ចំណុចសំខាន់ដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែដឹងតាមរយៈបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចង់ share ទៅអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់អរគុណបាយបាយ